នេះដូចជាញ៉ាំបាយឆ្ងាញ់មែនទេខ្ញុំបាយឆ្ងាញ់រាល់តែថ្ងៃតែថ្ងៃនេះចិត្តខ្ញុំសប្បាយជាងធម្មតាថ្ងៃនេះខ្ញុំមានម្ហូបពិសេសហើយខ្ញុំចង់ញ៉ាំបាយជាមួយបងថ្ងៃនេះបងរវល់ជាប់មាត់ជ្រុលម៉ោងបន្តិចហើយឲ្យបងសុំទោសបងបានទិញផ្លែឈើដែលលណែងចូលចិត្តយកមកផ្ញើខ្ញុំដឹងហើយពេលដែលបងមកហួសពេលខ្ញុំពិតជាបានចំណីដែលខ្ញុំចូលចិត្តតែពេលខ្លះក៏ខ្ញុំមិនចូលចិត្តដែរមកបងប្រសាបាយជុំគ្នាហ្នឹងហើយបងកំពុងតែឃ្លានផងខ្ញុំដឹងថាបងឃ្លានហើយព្រោះបងទៅមកពីន័យហត់ពីការងារថ្ងៃនេះអូនធ្វើម្ហូបឆ្ងាញ់ណាទៅជាហាលឲ្យតិចបន្តិចក៏ដោយតែឆ្ងាញ់ណាឆ្ងាញ់មែនតែម្ហូបនេះខ្ញុំទិញពីផ្សារទេណាព្រោះខ្ញុំរវល់តែដើររកបងខ្ញុំរកកន្លែងធ្វើការក៏មិនឃើញរយណាក៏មិនឃើញក៏ទិញមកហាត់ទៅបងផ្សារទឹកហ៎កុំញ៉ាំទឹកច្រើនពេកបើហឹលខ្ញុំមានបង្អែមទុកជូនបងណាអូមានបង្អែមផងនេះជាបង្អែមពិសេសដ៏ឆ្ងាញ់សម្រាប់បងដែលធ្វើឲ្យខ្ញុំខ្មាស់គេកដាលផ្សារខ្ញុំចង់ធ្វើខុសឬទេបើរឿងរ៉ាច់មានតគ្នាអញ្ចឹងនំស្រាតដែលលាយឡំទឹកចិត្តល្អកករបស់ខ្ញុំដែលមានកន្លងមកឲ្យអំដែតចេញឆ្ងាយពីរូបខ្ញុំទៅបន្តិចទៀតកៅឯងនឹងប៉ះតភ្លេចរលាយក្នុងទឹកទន្លេមេគង្គយ៉ាងចឹងឯងជាមនុស្សគួរឲ្យស្រឡាញ់ទុកចិត្តណាស់អ៊ំចង់សួរក្មួយរឿងមួយឯងដែលសង្កេតឃើញកូនស្រីអ៊ំមានសម្ដីត្រគោះបោះបោកដាក់បងប្អូនយើងនៅទីកន្លែងនោះទេអត់ទេអ្នកនាងមានចរិតល្អណាស់ពេលមកលេងទុងនេសាទម្ដងតែងតែទិញផ្លែឈើយកមកផ្ញើបងប្អូននិយាយឲ្យខ្លីបងប្អូនយើងគោរពនិងស្រឡាញ់អ្នកនាងណាណែកុសលឯងដូចជាកូនក្មួយអ៊ំបង្កើតអញ្ចឹងនិយាយអញ្ចឹងឯងមានឃើញកូនស្រីអ៊ំតាក់ទងបងប្អូននៅកន្លែងធ្វើការឯងឬកន្លែងណាផ្សេងទៀតទេអ្នកនាងមានបញ្ហាអីលោកអ៊ំអត់មានអីទេតែអ៊ំខ្ញុំសង្កេតឃើញអ្នកនាងជាមនុស្សឆ្លៀសវៃណាអ្នកនាងមិនអាចមានអ្នកណាមកតាក់ទងបានដោយស្រួលនោះទេបើតាមខ្ញុំដឹងហើយបើអ្នកណាមកតាក់ទងនោះលុះត្រាតែនៅនោះឯងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរកុសលឯងជួយមើលកេសរ
kiếm អ đấy ត់ណាថ្ងៃនេះ អញ្ចឹងបានជាត្រូវបាចិត្តតែធ្លាក់ នោះគេច្បាស់ជាមករកឯងហើយ បងមកដល់យូរហើយហ៎ មកជិត1ម៉ោងហើយ ខ្ញុំខំដើររកកន្លែងដែលបងទាំងពីរធ្លាប់ទៅបែរជាមកនៅកន្លែងនេះទៅវិញ គ្រាន់បើមែនចេះតាមរកឃើញ មរណភាពបងប្រុសវិធីឯងវាមានអាចកំបាំងបន្តិចតែរឿងប្រភេទនេះយើងធ្លាប់ចាំបានច្រើនណាស់ ខ្ញុំសង្កេតឃើញមុខអ្នកបងកុលាបមិនសូវរីករាយសោះ ឲ្យគាត់រីករាយយ៉ាងម៉េចនឹងកើតបើប្តីគាត់ស្លាប់អញ្ចឹងដូច្នេះមានតែវិធីឯងទេត្រូវចេះរកវិធីលើកទឹកចិត្តគាត់ឲ្យបានរីករាយពិសេសត្រូវចេះនាំគាត់ទៅយកខ្យល់អាកាសនៅភ្នំម្ដុងឬក៏ក្រុងព្រះសីហនុ